នឹងធ្លាក់ចូលទៅក្នុងកន្លែងមួយដែលគេហៅថាបន្ទប់ចម្រាញ់គ្រឿងចាក់ជោគដីដែលបញ្ជាពីចម្ងាយនឹងមកប្រមូលយកថ្មអុយរញោមទាំងនោះការបញ្ជាយានយន្តពីចម្ងាយគឺជារឿងចាំបាច់បំផុតដើម្បីរក្សាសុវត្ថិភាពអ្នកបញ្ជាពីគ្រោះថ្នាក់ថ្មបាក់សង្កត់តើត្រូវធ្វើដូចម្តេចទៀតក្រោយពេលប្រមូលអុយរញោមបានបន្ទាប់មកទៀតអុយរញោមត្រូវបានធ្វើឲ្យខាប់កិនឲ្យម៉ត់រួចដាក់ចូលទៅក្នុងម៉ាស៊ីនបង្វិលដើម្បីបន្តការចម្រាញ់ឲ្យកាន់តែសុទ្ធមនុស្សគ្រប់គ្នាជជែកអំពីការចម្រាញ់តាមម៉ាស៊ីនបង្វិលប៉ុន្តែតើវាជាដំណើរការយ៉ាងដូចម្តេចឲ្យប្រកបចូលយើងស្វែងយល់ពីដំណើរការនេះតាមរយៈរូបភាពពន្យល់ខាងក្រោមក្របពណ៌បៃតងតំណាងឲ្យអាតូមមានឈ្មោះថាអ៊ុយរ៉ាញ៉ូម238ចំណែកឯក្របពណ៌ខៀវតំណាងឲ្យគំហាត់នៃអាតូមមានឈ្មោះថាអ៊ុយរ៉ាញ៉ូម235តើអ៊ុយរ៉ាញ៉ូមធម្មជាតិមានសភាពបែបណាខ្លះនៅកម្រិតអាតូមក្រុមដំបូងគេ